Ok, số đây ngọc này chẳng dừng một chút nàyនៅ video បន្តទៀតចឹងក្នុង video នេះយើងរៀនអំពី array ពហុវិមាត្រឬគេហៅថា multi-dimensional array ចឹងក្នុងនេះយើងនិយាយអំពី 2D array ចឹងការពី video មុនយើងរៀនពី array ធម្មតាចឹងយើងមើល 2D array នៅក្នុង Java គឺសំខាន់ជា array នៃ array ជាច្រើនចឹងវាត្រូវបានគេប្រើជាទូទៅដើម្បីតំណាងឲ្យ matrix ឬក៏ table ចឹង 2D array នៅក្នុង Java គឺដូច table មួយដែលមាន row និង column អូខេឥឡូវយើងមកមើល syntax នៃការប្រកាស array ពីរវិមាត្ររបស់យើងណាគេថា type ហើយមានសញ្ញាឃ្នាបចំនួន2ណាឃ្នាបទី1គឺតំណាងឲ្យ row ឃ្នាបទី2គឺតំណាងឲ្យ column តមកគឺ array name របស់យើងឧទាហរណ៍ដូចជា in នៃ my array ណាចឹងឃ្នាបរបស់យើងគឺមាន2សម្រាប់ផ្ដល់ទៅកាន់ row ហើយនិង column អូខេចឹងយើងមើល creation with size row and column ណាចឹងមានថាការបង្កើតទំហំរបស់វាចឹងមានទំហំ row ហើយនិង column ណាឥឡូវយើងមកមើលការប្រកាសលក្ខណៈដាក់ទំហំដាក់ឲ្យ row ក៏ column ចឹងយើងមាន array name ហើយស្មើ new type row ហើយនិង column ចឹងឧទាហរណ៍យើងដាក់ថា my array ស្មើ new row ចំនួន2 column ចំនួន3ណាហើយមួយទៀតគេថា combine declaration and creation ចឹងយើងអាចធ្វើការប្រកាសរួមជាមួយទៅនឹងការបង្កើតជាមួយគ្នាបានផងដែរណាចឹងគេថា in នៃ my array ស្មើ new in 2 and 3ចឹងមានថា2 row ហើយនិង3 column ចឹងយើងអាចធ្វើការប្រកាសដោយធ្វើការបញ្ចូលគ្នារវាងឈ្មោះ array ហើយនិងទំហំរបស់វានៅជាមួយគ្នាណាអូខេនៅចំណុចបន្ទាប់គឺថា initialization with value មានន័យថាការផ្ដល់តម្លៃទៅឲ្យ array របស់យើងណាជា in my array ណាចឹងគេឲ្យ row ទី1គឺវាមាន3 column ហើយវាមានតម្លៃលេខ1លេខ2លេខ3ហើយ row ទី2គឺមាន3 column ដូចគ្នាគឺមានតម្លៃលេខ4លេខ5ហើយលេខ5 6ណាអូខេយើងមកមើលចំណុចបន្ទាប់ទៀតគេថា access element ចឹង in នៃ x ស្មើ my array 1 2ចឹងមានថាគេហៅទៅកាន់ row ទី1ហើយហៅទៅកាន់ column index 2ចឹងមានថាលេខរៀងទី3ចឹងលេខរៀងទី3នៅក្នុងនេះរបស់យើងគឺ column ទី row ទី2ណា row 1គឺជា row ទី2ហើយ column index 2គឺ column ទី3ណាចឹងមានថាវានឹងបង្ហាញលេខ6គេថា save value into second row and third column value is 6អូខេឥឡូវយើងមកមើលឧទាហរណ៍ទី1និយាយអំពីការ access array ដែលហៅទៅកាន់ធាតុមួយណាអូខេចឹងខ្ញុំសូមបើកកម្មវិធី NetBeans របស់យើងមកណាអូខេឥឡូវយើងមកមើលផ្នែកនៃ code របស់យើងចឹងអ្នកនរអគ្នាត្រូវធ្វើការបង្កើតនៅ Java class ណាចឹងអ្នកនរអគ្នាត្រូវចុច mouse ស្ដាំទៅលើឈ្មោះ project របស់យើងណាបើស្ដាំហើយយកពាក្យថា Java class ហើយអ្នកទាំងអស់គ្នាដាក់ឈ្មោះ class មកហើយចុច finish ហើយអ្នកទាំងអស់គ្នាអាចធ្វើការសរសេរ code បានណាអញ្ចឹងបន្ទាប់ពីបង្កើត class ហើយអ្នកទាំងអស់គ្នាត្រូវពីវាយពាក្យ public ដូចខ្ញុំបង្ហាញការពីមុនអញ្ចឹងយើងគ្រាន់តែវាយពាក្យថា public ហើយយើង control space ណាអញ្ចឹងវានឹងចេញតែសិនយើងវាយទៅខាងលើគឺវាអត់ចេញទេយើងវាយទៅខាងក្រោមវិញសាកថាទៀត public នេះអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចពាក្យថា pub ហើយថែម alt មួយមកហើយយើងចុច control ឲ្យជាប់ហើយចុច space ណាហើយបន្តមកទៀតយើង enter មកអញ្ចឹងយើងនឹងបង្កើតបាន main class មួយសម្រាប់សរសេរអូខេដោយសារតែខ្ញុំបង្កើត method main នេះហើយណាអញ្ចឹងយើងមកនិយាយគ្នាតាក់ទងជាមួយនឹង code របស់វាណាអូខេអញ្ចឹងនេះ code មិនទេណាអញ្ចឹងគឺ in matrix អញ្ចឹង variable array របស់យើងឈ្មោះថា matrix ណាហើយ array របស់យើងគឺមាន2វិមាត្រមានន័យថាមាន row ហើយនិង column អញ្ចឹង row ទាំងអស់គឺមាន3ក្នុងនេះណាអញ្ចឹង row នេះគឺ row ទី1គឺថា row 1នេះ row 2នេះគឺ row 3
ហើយកឡំគឺមាន3កឡំកឡំទី1កឡំទី2កឡំទី3ចឹងបើនិយាយពី array គឺរាប់ពី0មកណាចឹងយើងអាចដាក់ row ទី0 row ទី1 row ទី2តែហ្មងទៅណាដើម្បីវាត្រូវគ្នាជាមួយទៅនឹង matrix របស់យើងណាអូខេបន្តមកទៀត column ក៏ដូចគ្នាដែរគឺ column ទី0ទី1ទី2អញ្ចឹងនៅពេលដែលយើងហៅគឺងាយស្រួលដឹងថាចំកន្លែងមួយណាណាចឹងបន្ទាប់ពីយើងធ្វើការប្រកាសចឹងនៅពេលដែលយើងផ្ដល់តម្លៃគឺ row មួយគឺត្រូវតែបិទដោយសញ្ញាឃ្នៀបហើយយើង comma មកចូលមកដល់ row មួយទៀត comma ហើយចូលមកដល់ row មួយទៀតទើបយើងបិទឃ្នៀបខាងធំខាងក្រៅណាអូខេបន្តមកទៀតគេធ្វើការបង្ហាញនៅ array matrix អញ្ចឹងគេហៅ array matrix ហ្នឹងទីតាំង row 0ហើយ column 0អញ្ចឹងទីតាំង row 0 column 0គឺនៅចំលេខ1បន្តមកទៀតគេធ្វើការបង្ហាញ matrix row ទី1ណា column ទី2អញ្ចឹង row ទី1គឺនៅកន្លែងនេះនៅជួរមួយហ្នឹងហើយ column ទី2អញ្ចឹងទី0ទី1ទី2អញ្ចឹងគឺលេខ6ណាអញ្ចឹង1 2គឺវាបង្ហាញនៅទីតាំងលេខ6ហើយមួយទៀតគឺគេបង្ហាញនៅ matrix row ទី3ណាបើដែលយើងហៅពី0មក1 2ទី3នៅខាងក្រោមអញ្ចឹង row ទី3row ទី3ហើយគេហៅទៅកាន់ column ទី0ទី1ណាអញ្ចឹងរាប់មក0 1អញ្ចឹងវានឹងបង្ហាញចំលេខ8អូខេអញ្ចឹងបន្ទាប់ពីយើងដឹងទីតាំងដែលវាត្រូវបង្ហាញហើយអញ្ចឹង row 0 column 0គឺលេខ1ណាហើយ row 1 column 2គឺលេខ6ហើយបន្តមកទៀត row ទី3គឺ column ទី1គឺចំលេខ8អូខេអញ្ចឹងបន្ទាប់ពីយើងសរសេរកូដរួចរាល់អញ្ចឹងយើងមកស្ដាំហើយយើងយកពាក្យថា run file មកណាអូខេអញ្ចឹងបន្ទាប់ពីយើង run file ហើយយើងនឹងឃើញលទ្ធផលគឺលេខ1លេខ6ហើយនិងលេខ8ណា1 6ហើយលេខ8អូខេអញ្ចឹងនៅក្នុងកូដរបស់យើងនេះគឺមានប៉ុណ្ណឹងអញ្ចឹងអ្នកនរគ្នាអាចធ្វើការតេស្តកូដនេះហើយយើងអាចសាកល្បងស្វែងយល់ណាពី array 2D អូខេឥឡូវខ្ញុំមានឧទាហរណ៍មួយទៀតណាឧទាហរណ៍មួយទៀត array ដដែលហ្នឹងប៉ុន្តែយើងប្រើជាមួយទៅនឹង for loop ហើយនឹង for each ណាអូខេអញ្ចឹងនៅខាងលើនេះគឺដដែលទេណាអ្វីដែលយើងបង្ហាញគឺយើងនឹងបង្ហាញតម្លៃរបស់ array ហ្នឹងដោយប្រើលក្ខខណ្ឌ for អញ្ចឹងខាងលើនេះគឺ for each ហើយខាងក្រោមនេះគឺ for loop ធម្មតាមួយណាអញ្ចឹង for each គឺយើងដឹងហើយគឺមាន variable មាន array type ហើយ variable ហើយយើងហៅទៅកាន់ variable របស់ array អញ្ចឹង variable របស់ array របស់យើងខាងលើគឺ matrix ហើយ variable ថ្មីដែលខ្ញុំដាក់ឈ្មោះនេះគឺ matrix what អញ្ចឹងបើយើងនិយាយទៅអានេះគេថាជា outer loop ណា loop ខាងក្រៅអញ្ចឹង loop នេះគឺវាធ្វើការជាមួយទៅនឹង row ណាហើយបន្តមកទៀត loop ខាងក្នុងនេះគឺធ្វើការជាមួយនឹង column អញ្ចឹង for ខាងក្រៅនេះគឺវានឹងបង្ហាញ row ទី0 row ទី1ហើយនិង row ទី2ណាហើយបន្តមកទៀតគឺ for គេឲ្យ integer ស្មើ0 j តូចជាង matrix.length អញ្ចឹងមានថាតូចជាងទំហំរបស់ matrix.length ណាទៅលើ column បន្តមកឲ្យ j បូកចឹងបន្តមកទៀតគឺគេធ្វើការបង្ហាញនៅតម្លៃរបស់column ណា column ទីប្រមាណអូខេអញ្ចឹងគេដាក់ system out print matrix j អញ្ចឹងបើសិនជា j យើងទី0គឺវានឹងបង្ហាញ j ទី0ណាប៉ុន្តែវាស្ថិតនៅលើ loop ខាងក្រៅណាអញ្ចឹង loop row ទី0ហើយវាចាប់ផ្ដើមធ្វើការ loop នៅតម្លៃ column ទី0 column ទី1 column ទី2ណាដោយសារ j របស់យើងគឺបូកណាអញ្ចឹងនៅពេលដែលវាធ្វើការបង្ហាញនៅ row ទី1ចប់គឺវាមកធ្វើការ for each loop ម្ដងទៀតណា for each loop ផ្សារនេះគឺវានឹងធ្វើការបង្ហាញទៅកាន់ row ទី1ម្ដង row ទី1គឺមាន column ទី0ហើយនឹងcolumn ទី1 column ទី2ណាដោយយោងទៅកាន់ j បូករបស់យើងអញ្ចឹងនៅពេលដែលវាកើនទៅគឺវានឹងធ្វើការ
print ណាតម្លៃហ្នឹងចេញមកហើយបន្ទាប់ពីវា print នៅ row ទី1ចប់គឺវានឹងធ្វើការបង្ហាញនៅ row ទី2បន្ទាប់ទៀតហើយវាធ្វើការបោះតម្លៃនៅក្នុង column ទី0 column ទី1និង column ទី2ដូចមុនណាអញ្ចឹងនៅពេលដែលវាធ្វើការចប់នៅ100គឺវាធ្វើការចុះបន្ទាត់ print ln នេះគឺសម្រាប់ប្រើដើម្បីធ្វើការចុះបន្ទាត់អញ្ចឹងនៅពេលដែលវាធ្វើការមួយ row គឺវាត្រូវ print column ទាំងអស់ហើយបន្តមកចុះបន្ទាត់តមកទៀតគឺវាទៅ print មួយ row ទៀតហើយគឺវាត្រូវ print column ទាំងអស់ចេញមកហើយបន្តមកចុះបន្ទាត់ហើយទៅ print មួយ column ទៀតណា column ទី2របស់យើងrow ទី2ណាអញ្ចឹងនៅពេលដែលវា print column អស់ហើយគឺកម្មវិធីរបស់យើងគឺត្រូវបានចប់អញ្ចឹងលទ្ធផលចុងក្រោយគឺវានឹងបង្ហាញដូចនៅតម្លៃដែលយើងបានដាក់នៅលើហ្នឹងអញ្ចឹងអូខេអញ្ចឹងដើម្បីដឹងលទ្ធផលយើងមកស្ដាំហើយយើងយកពាក្យថា run មក run file អូខេអញ្ចឹងយើងមកមើលលទ្ធផលគឺ1 2 3 4 5 6ណាចានេះគឺ row ទី1 row ទី2 row ទី3ណាអូខេអញ្ចឹងសម្រាប់ 2D array របស់យើង array 2 វិមាត្រហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងអ្នកនរគ្នាអាចធ្វើការសរសេរកូដហ្នឹងដើម្បីសាកល្បងបានអូខេអញ្ចឹងសម្រាប់កូដរបស់យើងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅមេរៀនបន្តទៀត